កំពុងតែភ្លេចគេអត់បានមែនអត់បាច់ភ្លេចទេព្រោះមនុស្សយើងនេះអង្គចងចាំនេះខួរក្បាលនេះវាមិនអាចទៅលុបពីណាគេម្នាក់ដែលយើងធ្លាប់ស្គាល់ឬក៏ពីណាគេម្នាក់ដែលធ្លាប់ឆ្លងកាត់ជីវិតយើងទេมันអាចដាច់ខាតតួយើងស្គាល់មនុស្សនឹងយូរឆ្នាំយ៉ាងណាក្តីឬក៏តាំងពីក្មេងក្តីយើងអាចភ្លេចគេបានទេការចងចាំនៅតែមានទោះតិចឬក៏ច្រើនសពិចសពិលឬក៏ច្បាស់លាស់នឹងឯងអញ្ចឹងកុំធ្វើបាបខ្លួនឯងដោយការព្យាយាមបំភ្លេចពីណាគេម្នាក់មិនបាច់ទេឲ្យនឹកទៅនឹកអស់ចិត្តឈប់នឹកអីហើយឈប់នឹកនឹងមិនមែនភ្លេចទេណាគ្រាន់តែលើឧទាហរណ៍ស្នេហាទៅអ្នកទាំងអស់គ្នាឆាប់ចាប់បានជាងហ្នឹងហើយយើងឆ្លាតទៅរឿងស្នេហាដូចខ្ញុំអញ្ចឹងល្ងងគ្រប់រឿងឆ្លាតរឿងស្នេហាស្អីបោះបោករហូតចឹងឧទាហរណ៍ថាអ្នកទាំងអស់គ្នាមួយអតីតរបស់អ្នកទាំងអស់គ្នាជាសង្សារចាស់អីចឹងទៅធ្លាប់ស្រឡាញ់គ្នាធ្លាប់មានអនុស្សាវរីយ៍អីច្រើនជាមួយគ្នាតនេះតនោះមួយគ្នាគ្រប់កន្លែងអញ្ចឹងការចងចាំហ្នឹងវាផ្ទុកនេះវាសេវចូលម្ដងតិចចូលទៅក្នុងខួរក្បាលហ្នឹងហើយហើយមនុស្សស្រឡាញ់មិនមែនធំតែនៅក្នុងខួរក្បាលទេណានៅក្នុងទាំងបេះដូងទៀតអញ្ចឹងទាំងអស់គ្នាចង់ភ្លេចមិនដល់ឆ្កឹះខួរក្បាលនឹងចេញហ្នឹងហើយវះកាត់ដូរខួរក្បាលឬក៏វះកាត់ដូរបេះដូងបានវាភ្លេចអញ្ចឹងអត់អីទេហ្នឹងហើយឲ្យវានឹកទៅតែនឹកអស់ចិត្តវាឈប់នឹកហើយកុំឆ្ងល់ថាពេលដែលឈប់នឹកហើយមានពេលមួយអ្នកទាំងអស់គ្នាទៅដល់កន្លែងណាមួយដែលធ្លាប់ទៅជាមួយគេអ្នកទាំងអស់គ្នាក៏ចាប់ផ្ដើមនឹកឃើញរឿងពីមុនឡើងវិញវាធម្មតាបំផុតហ្នឹងហើយវាធម្មតាបំផុតដូចខ្ញុំនិយាយមិនអញ្ចឹងឈប់នឹកមិនមែនបានន័យថាបំភ្លេចឬក៏ភ្លេចសូន្យឈឹងទេមិនមែនអញ្ចឹងទេចឹងអនុញ្ញាតឲ្យខ្លួនឯងនឹកគេទៅតាណានឹកឃើញរឿងពីមុនក៏ឲ្យវានឹកទៅមិនបាច់ព្យាយាមសង្កត់ចិត្តសង្កត់ការគិតរបស់ខ្លួនឯងទេចារស់នៅតាម flow ដូចទឹកហូរអញ្ចឹងណាមិនក៏មិនទៅកុំខ្វល់ច្រើនពេកហ្នឹងហើយបើត្រូវនឹកក៏នឹកទៅបើត្រូវយំក៏យំទៅវាធម្មតាទេព្រោះយើងជាមនុស្សមិនមែនមនុស្សយន្តណា